ថ្ងៃនេះគឺលោកត្រាំបានកំណត់អវសានវត្តបាទអវសានវត្តហ្នឹងគឺជាភាសាបាលីប្រែថាពាក្យសម្ដីក្រោយបង្អស់ជាការដាក់កំហិតក្រោយបំផុតចឹងគឺជាខសន្យាដាច់ណាត់ចុងក្រោយបង្អស់ដែលត្រូវតែធ្វើតាមអញ្ចឹងទៅនិយាយរួមគឺអវសានវត្តហ្នឹងគឺជាសេចក្តីស្នើច្បាស់លាស់ណាមួយហើយយ៉ាងម៉ឺងម៉ាត់ក្រោយគេបំផុតរបស់រដ្ឋណាមួយផ្នែកនយោបាយហ្នឹងទៅឲ្យរដ្ឋភាគីណាមួយនៅក្នុងការអនុវត្តតាមបើមិនអនុវត្តតាមទេផុតម៉ោងហ្នឹងគឺនឹងមានផលវិបាកនេះពាក្យថាអវសានវត្តហ្នឹងបាទអញ្ចឹងនៅក្នុងនេះហេតុអីបានជាលោកត្រាំដាក់អវសានវត្ត48ម៉ោងឲ្យអ៊ីរ៉ង់ថាដាក់ធ្វើអីហើយគាត់មានសារយ៉ាងម៉េចនៅពេលដែលគាត់ដាក់អវសានវត្តហ្នឹងតាមពិតបងប្អូនសង្គ្រាមនៅជាមួយអ៊ីរ៉ង់នេះអាមេរិកវាយអ៊ីរ៉ង់នេះបើយើងនិយាយមែនតើទៅគឺអាមេរិកបានវាយខ្ទេចខ្ទីអស់ឲ្យប្រព័ន្ធនាវាចម្បាំងរបស់អ៊ីរ៉ង់ប្រព័ន្ធយន្តហោះប្រដាញ់ដែនអាកាសរបស់អ៊ីរ៉ង់និយាយទៅប្រព័ន្ធដែលនៅលើដីដែលអាចមើលឃើញនៅក្នុងទឹកលើគោកទាំងអស់ដែលអាចមើលឃើញនឹងភ្នែកឬចាប់ដោយប្រព័ន្ធរ៉ាដាឲ្យបានគឺឲ្យតែមានស្អី weak work គឺអាមេរិកកំទេចចោលអស់ហើយព្រោះកន្លែងទីតាំងដែលអាមេរិកកំទេចនៅអ៊ីរ៉ង់ហ្នឹងគឺរាប់ពាន់កន្លែងឯណោះកន្លែងធំប៉ុន្តែអ៊ីរ៉ង់មិនមែនទុករបស់ទាំងអស់ហ្នឹងនៅលើគោកឬតែលើទឹកទាំងអស់ទេស្ទើរតែ 80% ហើយនៃអាវុធយុទ្ធភ័ណ្ឌរបស់អ៊ីរ៉ង់គឺទុកក្រោមដីដូច្នេះហើយនៅពេលដែលប្រព័ន្ធយោធាជើងទឹកជើងអាកាសអីរបស់អ៊ីរ៉ង់ហ្នឹងគឺត្រូវរងការបំផ្លាញខ្ទេចខ្ទីគ្មានសល់ក៏ប៉ុន្តែអ៊ីរ៉ង់ក៏នៅតែមានឥទ្ធិពលរបស់ខ្លួនមួយដែរដោយសារតែស្ទុកអាវុធយុទ្ធភ័ណ្ឌរបស់ខ្លួននៅក្នុងឃ្លាំងក្រោមដីហើយការដែលអាវុធយុទ្ធភ័ណ្ឌឃ្លាំងក្រោមដីនេះគឺយើងដឹងព័ត៌មានចុងក្រោយដែលសារព័ត៌មានរបស់អាមេរិក CNN ផ្សាយពីម្សិលមិញគឺគេរកឃើញព័ត៌មានស៊ើបការសម្ងាត់របស់ក្រុមស្រាវជ្រាវរបស់សារព័ត៌មាននេះគេទៅរកឃើញបានរូបថតពីរូងភ្នំដែលអ៊ីរ៉ង់លាក់ទុកគ្រាប់កញ្ជួចមីស៊ីលដែលជាទីក្រុងតែម្ដងបងប្អូនហើយមិនមែនតែមួយកន្លែងទេហើយមិនមែនតែ10កន្លែងទេ20-30កន្លែងក៏មិនមែនដែរគឺនៅទូទាំងប្រទេសអ៊ីរ៉ង់ហ្នឹងគឺមានដល់ទៅ107កន្លែងដែលមួយកន្លែងដែលស្តុកទុកអាវុធយុទ្ធភ័ណ្ឌរបស់អ៊ីរ៉ង់ហ្នឹងវាคล้ายទៅជាទីក្រុងមួយនៅក្នុងក្រោមដីដែលមានអាវុធយុទ្ធភ័ណ្ឌទំនើបមានរថយន្តអាចបើកចូលចេញមកយុទ្ធភ្លឺបានដើម្បីស្តុកទុកអាវុធទាំងអស់ហ្នឹងដើម្បីធ្វើសង្គ្រាមអ៊ីរ៉ង់មិនមែនធ្វើទុកអាវុធទាំងអស់ហ្នឹងដើម្បីធ្វើសង្គ្រាមតែមួយថ្ងៃមួយសប្តាហ៍5សប្តាហ៍1ឆ្នាំ2ឆ្នាំ5ឆ្នាំ10ឆ្នាំទេគឺត្រៀមធ្វើរាប់ទសវត្សរ៍ក៏បានដែរនេះគោលបំណងរបស់អ៊ីរ៉ង់ដូច្នេះហើយលុយដែលលក់ប្រេងបានដែលគិតថាអ៊ីរ៉ង់គឺជាប្រទេសមហាសេដ្ឋីប្រេងកាត់ដែលបានលុយច្រើនណាស់ដើម្បីគេហៅមាសខ្មៅណាដែលយកមកដែលគួរតែបានជាភាគផលដើម្បីឲ្យមានសុភមង្គលដល់ប្រជាពលរដ្ឋអ៊ីរ៉ង់គ្រប់រូបយកទៅចាយយកទៅសបាយនិយាយទៅអ៊ីរ៉ង់ប្រជាពលរដ្ឋទាំងអស់អត់ចាំបាច់ធ្វើការអីក៏បានដែរយកតែលុយលក់ប្រេងហ្នឹងយកទៅចែកគ្នាហូបមកជីវិតហ្នឹងក៏មិនអស់ដែរបើនិយាយពីលុយទ្រព្យមហាសាលដែលលក់បានពីប្រេងហ្នឹងណាក៏ប៉ុន្តែជាអកុសលប្រជាពលរដ្ឋអ៊ីរ៉ង់អត់បានទទួលភាគផលពីកម្រៃដែលបានមកពីការលក់ប្រេងខ្មៅនេះទេគឺបានមកពីឬក៏មាសខ្មៅនេះទេគឺបានតែការឈឺចាប់ក្តៅក្រហាយធ្វើទុកបុកម្នេញសម្លាប់ងើបមួយវាយមួយចាប់ដាក់គុកឬថារំលាយខ្ទេចខ្ទីអស់រាល់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យដើម្បីឲ្យអំណាចផ្ដាច់ការរបស់អ៊ីរ៉ង់នេះក្រាញអំណាចបានហើយនៅពេលដែលក្រាញអំណាចបានគឺអ៊ីរ៉ង់ចាប់ផ្ដើមអនុវត្តច្បាប់អាញាសឹកឬក៏ច្បាប់ដ៏តឹងរ៉ឹងចំពោះប្រជាពលរដ្ឋខ្លួនហ្នឹងគឺអ្នកណាហ៊ានតែងើបតវ៉ាខ្មាំងប្រឆាំងខ្មោចព្យួរកសម្លាប់ចោលដាក់ពន្ធនាគារធ្វើឲ្យបាត់ខ្លួនរាប់មនុស្សរាប់ម៉ឺនរាប់សែននាក់ដែលធ្វើឲ្យប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល30-40ឆ្នាំហ្នឹងគឺជាឋាននរកអវជ័យឬក៏គុកឥតចិញ្ចាំងមួយដែលប្រជាពលរដ្ឋអ៊ីរ៉ង់ហ្នឹងគឺរងការខ្លោចផ្សាយ៉ាងច្រើនអ្នកដែលត្រេកអរសប្បាយគឺអ្នកដែលអាចេកធ្លាក់ទឹកហើយម៉ាយុទ្ធសងពួកតែស្កដែលគ្រប់គ្រងរបបផ្ដាច់ការហើយបានប្រាក់កម្រៃឬក៏ផលពីរបបហ្នឹងតែប្រជាពលរដ្ឋអ៊ីរ៉ង់ជាទូទៅគឺវេទនាណាស់វេទនាផ្លូវចិត្តផ្លូវកាយសពបែបយ៉ាងគេធ្វើបាបធ្វើទុកបុកម្នេញហើយអត់មានសិទ្ធិតវ៉ាអីទាំងអស់ដោយសារប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់អ៊ីរ៉ង់នេះគឺជាប្រព័ន្ធគ្រប់គ្រងរដ្ឋផ្ដាច់ការដូចតែនៅកូរ៉េខាងជើងអញ្ចឹងដូចតែនៅរបបខ្មែរក្រហមអញ្ចឹងដូច្នេះអាភិផលដែលបានមកពីលក់ប្រេងហ្នឹងណាដែលលុយសន្ធឹកសន្ធាប់ហ្នឹងគឺយកទៅបំពោកទិញអាវុធផលិតអាវុធកសាងរូងក្រោមដីហ្នឹងដើម្បីទុកអាវុធហ្នឹងដើម្បីកាងទប់អំណាចផ្ដាច់ការរបស់ខ្លួនកុំឲ្យដួលរលំនៅក្នុងពេលដែលខ្លួនអាចកេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋនិងធ្វើបាបប្រជាពលរដ្ឋអ៊ីរ៉ង់បានកាន់តែយូរតទៅទៀតនេះគឺជាការពិតប៉ុន្តែអ៊ីរ៉ង់គឺជារដ្ឋអធិបតេយ្យវាជាអកុសលចេះដែររដ្ឋអ៊ីរ៉ង់នេះបើទោះបីជាផ្ដាច់ការប៉ុណ្ណាឬក៏ធ្វើបាបប្រជារដ្ឋប៉ុណ្ណាប៉ុន្តែជាសមាជិករបស់អង្គការសហប្រជាជាតិជារដ្ឋអធិបតេយ្យមួយដែលមានរដ្ឋធម្មនុញ្ញរបស់ខ្លួនមានប្រព័ន្ធដឹកនាំរដ្ឋរបស់ខ្លួនមានការគ្រប់គ្រងប្រទេសរបស់ខ្លួនហើយជាគោលការណ៍របស់ច្បាប់អង្គការសហប្រជាជាតិប្រទេសនីមួយៗគឺជារដ្ឋអធិបតេយ្យសម្រាប់ជោគវាសនារបស់ខ្លួនដោយរដ្ឋរបស់ខ្លួនដោយមិនមានប្រទេសណាមួយអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះបានទេនេះគឺជាច្បាប់រដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិហើយនឹងប្រទេសដែលនៅជាសម្ព័ន្ធមិត្តឬក៏នៅក្នុងតំបន់នឹងផងប្រទេសណាក៏គេមានច្បាប់ដែលមិនអនុញ្ញាតឲ្យអ្នកណាម្នាក់នៅប្រទេសដទៃលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទៀតទេប៉ុន្តែនោះគឺជាច្បាប់របស់អង្គការសហប្រជាជាតិយូរហើយច្បាប់នេះវាលែងមានប្រសិទ្ធភាពច្រើនទៀតហើយមកដល់ឥឡូវនេះដោយសារអីប្រទេសច្រើនណាស់ដែលជាបងធំដែលជាអ្នកដែលស្តុកទុកអាវុធបរិមាណណូអ្នកដែលជើងកាងហើយប្រព្រឹត្តប្រទេសផ្ដាស់តែការដែលចូលទៅរំដោះប្រជាពលរដ្ឋមួយពីរដ្ឋអធិបតេយ្យគឺរងគ្រោះ
ធ្ងន់មួយទៀតគឺទី1រំលោភរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិទី2ខ្លាយទៅជារដ្ឋបងធំឬក៏ប្រព្រឹត្តផ្ទុយនឹងក្រមរបស់ពិភពលោកនៅក្នុងការសម្ដាប់ធ្នាប់ពិភពលោកអីឡាក់នឹងឡាក់អានេះយើងត្រូវនឹងពាក្យខ្មែរយើងថាបើអូសទូកកុំឲ្យល្អានចាប់ត្រីបានកុំឲ្យល្អទឹកក៏ប៉ុន្តែយើងឃើញថាអ្វីៗដែលកើតឡើងនៅក្នុងពិភពលោកនេះអាទ្រឹស្ដីបុរាណឬក៏ទំនៀមទម្លាប់ពិភពលោកឬសម្ដាប់ធ្នាប់នេះវាលែងមានដូចដើមទៀតហើយវាលែងមានដូចដើមគឺនៅពេលតាំងតែពីអាមេរិកចាប់ផ្ដើមបើកការវាយប្រហារទៅលើជួយរំដោះប្រទេសគុយវ៉ែតឬក៏សង្គ្រាមនៅអ៊ីរ៉ាក់សង្គ្រាមស្អីនៅឈូងសមុទ្រប៉ែកអីហ្នឹងដែលអន្តរាគមន៍របស់អាមេរិកហើយនិងសម្ព័ន្ធមិត្តមានអង់គ្លេសមានអាល្លឺម៉ង់មានបារាំងកាណាដាអីចូលរួមនៅក្នុងការរំដោះប្រទេសមួយឲ្យចេញពីភ្នក់ភ្លើងនៃអំពើជិះជាន់របស់មេដឹកនាំផ្ដាច់ការពិភពលោកប្រែប្រួលតាំងពីពេលនោះមករហូតហើយនៅពេលដែលអាមេរិកនិងសម្ព័ន្ធមិត្តអាចរំលោភច្បាប់អង្គការសហប្រជាជាតិឬក៏រដ្ឋធម្មនុញ្ញដែលជាអង្គការកម្ពុជាមួយនេះបានដោយសារតែការដែលគិតថាដាច់ខាតត្រូវតែដោះស្រាយបញ្ហារំដោះប្រជាពលរដ្ឋឲ្យរួចពីក្រញាំបិសាចទោះជាខុសច្បាប់អីខ្លះក៏បានដែរនោះនៅក្នុងគោលការណ៍ច្បាប់មានករណីខ្លះមានករណីលើកលែងខ្លះដែរមិនអត់ទេគឺចង់និយាយថាដើម្បីសង្គ្រោះវាអាចខុសច្បាប់ខុសគោលការណ៍អីមួយចំនួនមែនក៏ប៉ុន្តែចុងក្រោយគឺយើងសង្គ្រោះគេឲ្យបានរស់ប្រជាពលរដ្ឋរាប់លានអ្នកគេកាត់ទោសអារឿងបាត់អក្រិតនៃការប្រព្រឹត្តខុសមួយប៉ុន្តែក៏គេសារតនៅក្នុងការជួយសង្គ្រោះជីវិតមនុស្សរាប់លានអ្នកឲ្យរួចពីក្រញាំបិសាចដែរមកដល់ម៉ោងនេះអត់មានអ្នកណាគេថាអាមេរិកទៅរំលោភដែនអធិបតេយ្យរបស់អ៊ីរ៉ង់ហ្នឹងគឺជារឿងត្រឹមត្រូវទេអត់មានអ្នកណាគេសារតទេមានតែគណៈបកលោកត្រាំនិងខាងសាធារណរដ្ឋគណៈបកកណ្ដាលអំណាចលោកត្រាំទេក្រៅពីហ្នឹងសូម្បីតែប្រជាពលរដ្ឋអាមេរិកស្ទើរតែជាងពាក់កណ្ដាលប្រទេសហើយគេធ្វើ survey តាអស់លោកមានស្ដាប់ទេគេបានធ្វើ survey ឲ្យថាប្រជាពលរដ្ឋជាង 60% អត់គ្រប់គ្រងការដែលទៅឈ្លានពានដែនអធិបតេយ្យរបស់រដ្ឋបរទេសទេគេអត់មានគ្រប់គ្រងទេសូម្បីតែគណៈបកប្រឆាំងនេះគណៈបកប្រជាធិបតេយ្យនេះគឺប្រឆាំងដាច់ខាតមិនឲ្យអាមេរិកក្លាយទៅជារដ្ឋដែលបំពានច្បាប់អន្តរជាតិឬទំនៀមទម្លាប់អន្តរជាតិទៅរំលោភបំពានឈ្លានពានដែនអធិបតេយ្យរបស់គេដែលធ្វើឲ្យប្រជាពលរដ្ឋអាមេរិកក្លាយទៅជាចំណាប់ខ្មាំងនៃការធ្វើទុកបុកម្នេញឬក៏ធ្វើបាបឬក៏កាប់សម្លាប់អីពីក្រុមប្រជាពលរដ្ឋអ៊ីរ៉ង់ឬក៏ពួកផ្ដាច់ការនៅទីនោះដែលអាចនឹងវាយប្រហារគោលដៅអាមេរិកឬក៏អ្នកពាក់ព័ន្ធនឹងអាមេរិកប៉ះពាល់ដល់ជីវិតសុខសុវត្ថិភាពរបស់ជនជាតិអាមេរិកនិងទាហានអាមេរិកផងនេះគឺប្រជាពលរដ្ឋអាមេរិកគេមានការខ្វល់ដូចតែគ្នាអញ្ចឹងហើយគេមិនពេញចិត្តចំពោះលោកត្រាំច្រើនដែរក៏ប៉ុន្តែហើយអង្គការសហជីវជាតិក៏ថ្កោលទោសលោកត្រាំដែរប្រទេសច្រើនណាស់គេថ្កោលទោសក៏ប៉ុន្តែក៏មានសម្ព័ន្ធមិត្តក៏គេគ្រប់គ្រងដោយសារអីសូម្បីតែអ្នកដែលប្រឆាំងលោកត្រាំដែលថាមិនអាចឈ្លានពានដែនអធិបតេយ្យរបស់អ៊ីរ៉ង់បានហ្នឹងក៏មានទស្សនៈមួយចំនួនក៏គេថ្លឹងថ្លែងដែរថាគេអត់បានគ្រប់គ្រងរបបផ្ដាច់ការរបស់អ៊ីរ៉ង់ទេមនុស្សទាំងអស់គ្នា 100% អត់គ្រប់គ្រងរបៀបដឹកនាំរដ្ឋផ្ដាច់ការរបស់អ៊ីរ៉ង់ទេបងប្អូនឃើញគំនិតរបស់គេវាឯករាជ្យគេក្តាប់ព័ត៌មានគ្រប់ជ្រុងជ្រោយគេមិនពេញចិត្តមិនគ្រប់គ្រងការដែលទៅទន្ទ្រានឈ្លានពានដែនអធិបតេយ្យរបស់ប្រទេសអ៊ីរ៉ង់ដែលជារដ្ឋអធិបតេយ្យក៏ប៉ុន្តែគេមិនបានគ្រប់គ្រងអំពើផ្ដាច់ការធ្វើបាបសិទ្ធិមនុស្សនៅអ៊ីរ៉ង់ទេគេគិតថាគួរតែមានការកែតម្រង់ស៊ីជម្រៅក៏ប៉ុន្តែមិនមែនតាមរយៈការដែលទៅទម្លាក់គ្រាប់លើដែនអធិបតេយ្យរបស់របស់រដ្ឋមួយហ្នឹងទេអានេះអ្វីដែលអ្នកដែលស្រឡាញ់ប្រជាធិបតេយ្យគេគិតថាទង្វើហ្នឹងគេមិនស្រឡាញ់គេមិនគ្រប់គ្រងរបបដឹកនាំរដ្ឋរបស់អ៊ីរ៉ង់ក៏ប៉ុន្តែក៏គេមិនគ្រប់គ្រងការទៅទម្លាក់គ្រាប់នៅលើដែនអធិបតេយ្យរបស់រដ្ឋបរទេសដែរអ្នកដែលស្រឡាញ់ប្រជាធិបតេយ្យនេះគិតមួយដូចគ្នាគឺថាយើងត្រូវតែទៅឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ខ្លួនឯងជាអ្នកសម្រេចជោគវាសនាឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ខ្លួនឯងក្រោកឡើងឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ខ្លួនឯងជាអ្នកដែលរៀបចំឲ្យមានកបប្រឆាំងការរៀបចំការបោះឆ្នោតទៅដើម្បីរៀបចំឲ្យប្រទេសនឹងជាអ្នកសម្រេចជោគវាសនារបស់ប្រជាពលរដ្ឋខ្លួនឯងកុំឲ្យប្រទេសដទៃរដ្ឋបរទេសទៅលុកលុយក្នុងដែនអធិបតេយ្យរបស់គេឬក៏ទៅលើកបន្ទប់គេវាអត់មានសុខសន្តិភាពផ្លូវចិត្តសម្រាប់ប្រជាពលរដ្ឋអ៊ីរ៉ង់ទេនៅពេលដែលប្រជាពលរដ្ឋអ៊ីរ៉ង់បកប្រឆាំងឡើងកាន់អំណាចបកដែលកាន់អំណាចសពថ្ងៃដែលខ្ចាត់ខ្ចាយនឹងធ្វើទុកបុកម្នេញគ្នាគ្មានទីបញ្ចប់ដូច្នេះការគិតហ្នឹងគេគិតអញ្ចឹងក៏ប៉ុន្តែអីដែលជាដំណោះស្រាយយើងត្រូវតែមានផ្លូវកណ្ដាលមួយឬក៏ផ្លូវណាមួយព្រោះអត់អាចបើយើងឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ក្រោបបះបោប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់សពថ្ងៃដែលផ្ដាច់ការ30ឆ្នាំជាងអ្នកណាក៏អកយកទៅព្យួរកចោលនៅទីសាធារណៈគាត់តែបាតកម្មថ្ងៃមុនស្លាប់មនុស្សជាង 30000 នាក់គាត់តែសម្លាប់តើអ្នកណាទៅហ៊ានក្អកបើគេក្អកបានគេក្អកឲ្យវាពិបាកអញ្ចឹងតើអាមេរិកទៅវាយអ៊ីរ៉ង់នេះទៅទម្លាក់គ្រាប់លើដែនអធិបតេយ្យរបស់គេនឹងត្រូវច្បាប់ឬក៏ខុសច្បាប់វាអត់ត្រូវច្បាប់ទេវាខុសច្បាប់អន្តរជាតិពួកអង្គការសហជាតិគេកោតទៅឲ្យមិនចាំបាច់អ្នកណាមកមើលថានឹងជាអំពើត្រូវច្បាប់ទេគ្មានអ្នកណាទៅអាចបកស្រាយថាជាអំពើត្រូវច្បាប់បានទេក៏ប៉ុន្តែសំណួរសួរទៅវិញថាតើពេលដែលអាមេរិកទៅប្រទេសអ៊ីរ៉ង់នេះតើអាមេរិកមានចេតនានៅក្នុងការយកប្រជាពលរដ្ឋអាមេរិកឬក៏ទ័ពអាមេរិកទៅចោះជាមូលដ្ឋានថ្មើរជើងឬក៏រៀបចំរចនាសម្ព័ន្ធប្រទេសអ៊ីរ៉ង់ដើម្បីគ្រប់គ្រងដណ្ដើមយកប្រទេសអ៊ីរ៉ង់ទាំងមូលយកមកគ្រប់គ្រងឬក៏យ៉ាងម៉េចអានេះគឺជាសំណួរមួយទៀតដែលបងប្អូនត្រូវសួរបើអាមេរិកគ្រាន់តែវាយរំដោះអ៊ីរ៉ង់ហើយទុកឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ជាអ្នករៀបចំស្រុកទេសដោយខ្លួនឯងហើយខ្លួនឯងដកទ័ពមកចេញមកវិញទាំងអស់បណ្ដោយអ៊ីរ៉ង់ឲ្យប្រទេសនេះប្រជាពលរដ្ឋអាចរៀបចំស្រុកទេសដោយខ្លួនឯងវាជាអំពើបុណ្យព្រោះអាមេរិកមិនបានទៅឈ្លានពានទន្ទ្រានកាន់កាប់យកទឹកដីនេះជាកម្មសិទ្ធិផ្ដាច់មុខរបស់អាមេរិកទេមិនបានយកប្រទេសអ៊ីរ៉ង់ជារដ្ឋទី51 52អីរបស់អាមេរិកទេអានេះហើយដែលជារឿងមួយដែលយើងគិតថាអាមេរិកទៅរំដោះមិនមែនទៅដណ្ដើមទឹកដីអ៊ីរ៉ង់យកមកកាន់កាប់ជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួនទេអញ្ចឹងយើងមើលទៅការឈ្លានពានអាមេរិកឈ្លានពានអ៊ីរ៉ង់ខុសពីថៃឈ្លានពានខ្មែរណាបងប្អូនមើលឲ្យឃើញអាហ្នឹងទៀត
ថៃឈ្លានពានកម្ពុជាខុសទាំងច្បាប់រដ្ឋធម្មនុញ្ញអង្គការសហជីវជាតិខុសទាំងធម្មនុញ្ញរបស់អាស៊ានខុសទាំងធម្មនុញ្ញអីផ្សេងទៀតទាំងអស់ព្រោះអីថៃមិនមែនមករំដោះកម្ពុជាឲ្យរួចផុតពីមហានិភ័យអីដល់ថៃទេក្រៅតែពីមហិច្ឆតាឈ្លានពានទន្ទ្រានកាន់កាប់ទឹកដីខ្មែរហើយយកទឹកដីខ្មែរធ្វើជាកម្មសិទ្ធិរបស់ខ្លួនរហូតដល់ជាង40កន្លែងនេះជាអំពើឈ្លានពានរំលោភច្បាប់យ៉ាងបំពានរបស់ថៃដែលមិនអាចប្រៀបធៀបទៅនឹងអ្វីដែលជាទង្វើរបស់អាមេរិកទៅរំដោះប្រជាពលរដ្ឋអ៊ីរ៉ង់ពីប្រទេសអ៊ីរ៉ង់ទេដូច្នេះរឿងនេះបងប្អូនទាំងអស់គ្នាជួយពិចារណាឲ្យមែនតើខ្ញុំមិនបន្ទោសខ្ញុំមិនទោសមនឹងចំពោះបងប្អូនកាន់ជើងខាងអ៊ីរ៉ង់កាន់ជើងរបបផ្ដាច់ការកាន់ជើងអីឬក៏រដ្ឋធម្មនុញ្ញអង្គការសហជីវជាតិទេបងប្អូនកាន់ចុះព្រោះអ្នកណាក៏គេមើលឃើញប៉ុន្តែបងប្អូនត្រូវមានសច្ចយុត្តិធម៌ថាតើហេតុអីបានសុកអាមេរិកទៅវាយអ៊ីរ៉ង់លុយដែលលក់ប្រេងបានពីអ៊ីរ៉ង់រាប់កោតរាប់ពាន់លានដុល្លារនៅក្នុងមួយឆ្នាំប្រជាពលរដ្ឋក្តៅក្រហាយវេទនាធ្វើបាបសពបែបយ៉ាងផ្នែកសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋតើវាខុសអីពីរបបខ្មែរក្រហមយកលុយទៅទិញអាវុធឥឡូវនេះបង្កើតឲ្យមានជាកន្លែងដែលផលិតអាវុធឬក៏ស្តុកទុកអាវុធមីស៊ីលក្រោមដីរហូតដល់ទៅ107កន្លែងជាទីក្រុងក្រោមដី107កន្លែងលុយទាំងអស់នេះគឺយកពីញើសឈាមដែលជាកម្រៃដែលគួរជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់ទាំងអស់យកទៅបំពោកលើសពាវុធដើម្បីការពារអំណាចរបស់ខ្លួនហើយទុកឲ្យរបបផ្ដាច់ការរបស់ខ្លួនអាចធ្វើទុកបុកម្នេញប្រជាពលរដ្ឋបានយូរជាងនឹងទៀតអាវុធយុទ្ធភ័ណ្ឌនេះណាបើនៅលើដៃចោលវាគឺជាការគំរាមកំហែងឲ្យប្រជាពលរដ្ឋភ័យបាក់ស្បាតប៉ុន្តែបើនៅលើដៃសមត្ថកិច្ចដែលពាក់សម្លៀកបំពាក់ដែលមានភាពវិជ្ជាជីវៈច្បាស់លាស់ដែលដើម្បីការពារប្រជាពលរដ្ឋគឺយើងមានភាពកក់ក្ដៅទៅវិញទេយើងឃើញហើយអាជ្ញាធរមួយចំនួននៅប្រទេសខ្លះប្រជាពលរដ្ឋគាត់តែឃើញញាក់សាច់ញ័រទៅទៅវិលមកវិញបងប្អូនអាវុធយុទ្ធភ័ណ្ឌនេះណាបើនៅក្នុងដៃចោលវាគឺជាភាពខុសខើសាហាវធ្វើឲ្យយើងបាក់ស្បាតក៏ប៉ុន្តែបើនៅក្នុងដៃសមត្ថកិច្ចឬក៏មនុស្សដែលមានសតិសុជីវធម៌សិលធម៌វាជាការភាពកក់ក្ដៅឲ្យយើងការពារទេអញ្ចឹងហើយបានជាអាវុធបរមាណូហ្នឹងបើនៅដៃអាមេរិកនៅដៃអង់គ្លេសនៅដៃបារាំងកាណាដាឬក៏ប្រទេសនៅសហគមន៍អឺរ៉ុបយើងមានភាពកក់ក្ដៅថាជួយគ្នាដើម្បីទប់ការពារពួកក្រុមផ្ដាច់ការយើងអត់មានទៅចោទទេមិនទេទាំងអស់គ្នាថាហើយចុះហេតុអីមិនឲ្យអាមេរិកឈប់ប្រើបរមាណូទៅហើយចុះអង់គ្លេសបារាំងកាណាដាហេតុអីមិនរករឿងទៅរករឿងអ៊ីរ៉ង់វាមិនមែនមានសិលធម៌សុជីវធម៌ដូចប្រទេសនៅក្នុងប្រទេសប្រជាធិបតេយ្យទេអ៊ីរ៉ង់គឺជាប្រទេសផ្ដាច់ការលើโลกមួយដែរដូចតាកូរ៉េខាងជើងចឹងហើយខ្ញុំជឿថាកូរ៉េខាងជើងនេះណាចាំមើលតែចាប់អ៊ីរ៉ង់ចាប់វេណេស៊ុយអេឡាគួយបាអីហ្នឹងដល់ខ្លួនហ្នឹងជិះតែមិនផុតទេគាត់ថាឥឡូវគាត់អត់សូវក្អកអីដែរភ័យដែរអត់សូវហ៊ានមាត់ទេឥឡូវកូរ៉េខាងជើងយើងបាត់ឈ្មោះគាត់ហើយដោយសារអត់ហ៊ានមាត់ដែរព្រោះអីឃើញគេអាកមន់គម្រាមសัตว์ស្វាបែបនេះចឹងស្វាហ្នឹងចាប់ដើមរចុងឈើពួនសំងំសិនព្រោះខ្លាចត្រូវតបងដែរឥឡូវវិលមកវិញបងប្អូនលោកត្រាំដាក់អសានវ៉ាត48ម៉ោងហ្នឹងគឺប្រាប់ថាបើកច្រកផ្លូវទឹក Hormuz ជាកំហិតដោយឥតលក្ខខណ្ឌលោកត្រាំថាបើកឲ្យពេញទំហឹងអត់មានបិទស្អីណាបើកសម្រាប់តែចិនសម្រាប់តែកប៉ាល់ដឹកប្រេងរបស់អ្នកណាផ្សេងទៀតដែលជាប្រទេសមិនមែនសម្ព័ន្ធមិត្តអាមេរិកហើយទៅកប៉ាល់នាវាដឹកប្រេងរបស់អាមេរិកឬក៏សម្ព័ន្ធមិត្តអីហ្នឹងដឹកឆ្លងកាត់សុទ្ធតែបាញ់គេអត់មានទេលក្ខខណ្ឌរបស់លោកត្រាំចាប់ពីម៉ោងនេះទៅទុកពេលឲ្យ48ម៉ោងគឺ2ថ្ងៃនៅក្នុងការបើកច្រកហ្នឹងទាំងអស់ដោយឥតលក្ខខណ្ឌហើយបើមិនបើកនៅក្នុងរយៈពេល48ម៉ោងបានត្រឹមថ្ងៃច័ន្ទគឺអាមេរិកនឹងវាយសន្ធាប់កំទេចចោលឲ្យទៅជាផេះផង់រោងចក្រផលិតអគ្គិសនីទាំងអស់នៅទីក្រុងនៅក្នុងប្រទេសអ៊ីរ៉ង់រឿងនេះគឺជារឿងរកម្មចិត្តទៀតហើយបងប្អូនព្រោះរោងចក្រផលិតអគ្គិសនីគឺជាសរសៃឈាមនិងអុកស៊ីហ្សែនចុងក្រោយរបស់អ៊ីរ៉ង់ហើយព្រោះអីប្រទេសណាក៏ដោយគឺយើងត្រូវការដង្ហើមដកដោយសារមានភ្លើងអគ្គិសនីការបំភ្លឺសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់ចម្អិនអាហារសម្រាប់អីសពបែបយ៉ាងដូច្នេះអាមេរិកបានប្រាប់ថាគេនឹងគំតិចចោលរោងចក្រផលិតអគ្គិសនីទាំងអស់នៅប្រទេសអ៊ីរ៉ង់ហើយចាប់ផ្ដើមពីរោងចក្រផលិតអគ្គិសនីដែលធំជាងគេបំផុតទៅមុនគេនៅក្នុងរយៈពេល48ម៉ោងតែពេលផុតទៅអ៊ីរ៉ង់អត់ព្រមបើកច្រក Hormuz ដោយឥតលក្ខខណ្ឌអាមេរិកប្រើពាក្យថាបើកដោយឥតលក្ខខណ្ឌបានន័យថាម៉េចអត់មានមកដាក់លក្ខខណ្ឌថាអាមេរិកត្រូវឈប់ទម្លាក់គ្រាប់អាមេរិកឈប់បាញ់ត្រូវដកទ័ពទៅដកនេះឬក៏នោះអត់មានទេគឺត្រូវទី1គឺត្រូវតែបើកអាហ្នឹងទាំងអស់ក្នុងរយៈពេលហ្នឹងបើអត់ទេគឺខ្ទេចទាំងអស់រោងចក្រផលិតប្រេងព្រោះអាមេរិកមានយន្តហោះបណ្ដេញនិងអាកំជ្រួចដែលត្រូវទម្លាក់គ្រាប់ហ្នឹងគឺប្រើប្រព័ន្ធ laser និង GPS ហ្នឹងគឺថាអត់មានខុសទេគឺថាខ្ទេចទីតែ24ម៉ោងហ្នឹងគឺអាចនឹងឆេះទៅលោមហើយទៅជាផេះផងហើយបើឆេះរោងចក្រផលិតប្រេងកាតនេះអ៊ីរ៉ង់ត្រូវការពេល30-40ឆ្នាំមកដើម្បីសាងសង់ឡើងវិញឲ្យបានដូចដើមឬក៏អាចថាវេទនាទាំងអស់ប៉ុន្តែខ្ញុំមែនតើចង់លឺរឿងហ្នឹងឯងព្រោះអីវាប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីវិលច្រើនព្រោះនេះគឺជាសំណង់ស៊ីវិលទេមិនមែនជាសំណង់យោធាទេអាការផលិតចំណាញ់ប្រេងកាតអីហ្នឹងណាប៉ុន្តែខ្ញុំជឿថានេះគឺជាសាររបស់លោកត្រាំដែលមើលទៅដូចជាដាច់ណាត់ដែរប៉ុន្តែសួរអ៊ីរ៉ង់គេតបមកវិញមិនជាការឆ្លើយតបទៅនឹងលោកត្រាំអ៊ីរ៉ង់ហ្នឹងក៏សម្បើមដៃដែរអញ្ចឹងពួកប្រជាការគេខ្លាំងអញ្ចឹងទោះនៅក្នុងរូងប៉ុណ្ណាក៏ដោយអ៊ីរ៉ង់ខ្លាំងដោយសារតែខ្លួនអាចមានអាបរមាណូហងមានអាស្អីកំជ្រួចបរមាណូលោកត្រាំថាកំតិចរោងចក្របរមាណូរបស់អ៊ីរ៉ង់ខ្ទេចខ្ទីជាផេះផង់អស់ហើយប៉ុន្តែតាមអ្នកស្រាវជ្រាវរបស់អង្គការសហជីវជាតិផ្នែកបរមាណូហ្នឹងគេរកឃើញថា
រោងចក្រផលិតបរមាណូរបស់អ៊ីរ៉ង់មិនទាន់ខ្ទេចខ្ទីរហូតដល់ផេះផង់ទេអាចនៅមានគ្រាប់បរមាណូដែលអ៊ីរ៉ង់អាចប្រើបានប៉ុន្តែបងប្អូនសួរចេះទៅវិញថាតើអ៊ីរ៉ង់អាចប្រើគ្រាប់បរមាណូបានដែរឬទេបើមានខ្ញុំធ្លាប់បានបកស្រាយពីខាងដើមហើយថាពីយូរហើយតាំងពីមានសង្គ្រាមដំបូងអ៊ីរ៉ង់ទោះក្នុងតម្លៃណាក៏មិនអាចហ៊ានប្រើគ្រាប់បរមាណូនេះដែរហេតុអីបានជាខ្ញុំហ៊ានថាដូច្នេះព្រោះអ៊ីរ៉ង់អាចមានគ្រាប់បរមាណូប្រមាណគ្រាប់ក៏ដោយព្រោះបើបាញ់ឲ្យដល់អាមេរិកគឺអត់ដល់ទេបើគោលដៅសត្រូវធំបំផុតរបស់អ៊ីរ៉ង់គឺអាមេរិកហើយនិងអ៊ីស្រាអែលដើម្បីឲ្យគ្រាប់បរមាណូរបស់អ៊ីរ៉ង់បាញ់រហូតទៅដល់អ៊ីស្រាអែលឬអាមេរិកបានត្រូវការពេលយូរទម្រាំតែគ្រាប់នឹងហោះទៅអញ្ចឹងនៅក្នុងម៉ោងនេះគឺរាល់ស្អីក៏ដោយដែល we work នៅក្នុងប្រទេសអ៊ីរ៉ង់ហ្នឹងណាគឺបានន័យថាប្រព័ន្ធផ្កាយរណបនិង GPS របស់អាមេរិកនិងអ៊ីស្រាអែលចាប់បានទាំងអស់អញ្ចឹងនៅពេលដែល work ឧទាហរណ៍ថាមានគ្រាប់បរមាណូមួយដែលផ្ទុះឡើងបើមានគ្រាប់បរមាណូផ្ទុះឡើងចេញពីអ៊ីរ៉ង់តែមួយគ្រាប់វាអាចរងគ្រោះដល់ប្រទេសអ៊ីស្រាអែលជាយថាហេតុប៉ុន្តែអាមេរិកនឹងអត់ដល់ហើយគឺអ៊ីរ៉ង់នឹងក្លាយទៅជាផេះផង់ឲ្យបាត់ពិភពផែនដីនេះតែម្ដងហេតុអីបានខ្ញុំហ៊ាននិយាយដូច្នេះព្រោះបរមាណូរបស់អាមេរិកនិងសម្ព័ន្ធមិត្តនឹងបាញ់ស្រោចទៅអ៊ីរ៉ង់ដែលមិនអាចតដៃបានរហូតតតែខ្ទេចខ្ទីទៅជាផេះផង់អញ្ចឹងអ៊ីរ៉ង់មិនអាចជ្រើសរើសជំរឿននេះទេជំរឿនបរមាណូនេះស្ទើរតែអ៊ីរ៉ង់គួរតែបាត់បរមាណូនឹងតាំងពីយូរទៅកុំឲ្យមានបញ្ហាព្រោះបើមានក៏ប្រើអត់បានដែរព្រោះប្រើទៅគឺបាញ់បានមួយគ្រាប់ពីដំបូងប៉ុន្តែក្រៅពីហ្នឹងទៅគឺខ្ទេចខ្ទីជាផេះផង់ហើយប្រទេសអ៊ីរ៉ង់នេះគឺលែងមានមុខមានមាត់អីចឹងដូច្នេះអ៊ីរ៉ង់មិនប្រថុយប្រឋានបែបហ្នឹងទេគឺអាចនឹងនៅតែគម្រាមកំហែងការពារដែនអធិបតេយ្យរបស់ខ្លួនថាជារដ្ឋអធិបតេយ្យមានកំជ្រួចចាំតែប្លង់ដាក់ថ្លង់អីចឹងទៅហើយអាមេរិកក៏មានប្រព័ន្ធការពារកំជ្រួចយើងគិតថាការពារតន់ដែរគេនៅមានកញ្ជ្រួចច្រើនបងប្អូនសាកគិតមើលរូងដីកញ្ជ្រួចរបស់អ៊ីរ៉ង់រហូតដល់ទៅ77%ត្រូវបានអាមេរិកនិងអ៊ីស្រាអែលទម្លាក់គ្រាប់បិទចិត្តរុនអស់ហើយថាតើអ៊ីស្រាអែលត្រូវការពេលប្រមាណសម្រាប់កាយរូងកាយអីហ្នឹងឡើងវិញវាអត់ស្រួលទេហើយតើផលិតបានប្រមាណអីទៀតហើយបាញ់ចេញមកគេតាមចាប់រហូតដូច្នេះពេលវេលាសម្រាប់អ៊ីរ៉ង់គឺចាប់ផ្ដើម count down ហើយរាប់ថយក្រោយនៅពេលដែលលើកទង់ជ័យសហ្នឹងហើយគ្មានជំរឿនទៀតទេឥឡូវវិលមករឿងសារណវត្តរបស់អាមេរិកនិងការពមៀនរបស់អ៊ីរ៉ង់បានពមៀនថាអ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិកវិញដោយការបាញ់កញ្ជ្រួចមីស៊ីលទៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធធម្មពលឥន្ធនៈអគ្គិសនីរបស់សម្ព័ន្ធមិត្តរបស់អាមេរិកចឹងអ៊ីរ៉ង់បានតែប៉ុណ្្នឹងឯងបានតែគម្រាមសម្ព័ន្ធមិត្តទេព្រោះវាយអត់ដល់អាមេរិកទេចឹងបានតែទៅគម្រាមអ៊ីស្រាអែលគម្រាមប្រទេសដូចនៅកាតានៅតំបន់ជិតហ្នឹងអីអារ៉ាប៊ីសាអូឌីតអីហ្នឹងដែលមានមូលដ្ឋានទ័ពអាមេរិកនៅក្បែរហ្នឹងប៉ុន្តែអ៊ីរ៉ង់គម្រាមនេះក៏អត់បានប្រយោជន៍ដែរព្រោះបើអ៊ីរ៉ង់បាញ់កញ្ជ្រួចមីស៊ីលហ្នឹងគឺទៅកំទេចមូលដ្ឋានទ័ពរបស់អាមេរិកបានណានៅក្នុងសង្គ្រាម3សប្តាហ៍ជាងនេះអ៊ីរ៉ង់កំទេចចោលអស់ហើយវាយសន្ធាប់ទៅអស់ហើយប៉ុន្តែអាប្រព័ន្ធកញ្ជ្រួចទប់អាកញ្ជ្រួចរបស់អ៊ីរ៉ង់ហ្នឹងគឺគេវាយគេទប់បានអស់ហើយព្រោះអីអ៊ីរ៉ង់ពិបាកមែនតើនៅក្នុងពេលនេះគឺគេស្រោចជុំទឹះដែលមានប្រព័ន្ធការពារទប់យើងឃើញហើយមានកញ្ជ្រួចវងកញ្ជ្រួចអីនៅតែធ្លាក់តាមកន្លែងអ៊ីស្រាអែលនៅអីគឺវាមិនលែងទេព្រោះអីអ៊ីរ៉ង់ការពារខ្លួនគេថាបាញ់មកដើម្បីកុំឲ្យថាអ៊ីរ៉ង់អស់គ្រាប់បាញ់អីចឹងទៅប៉ុន្តែកាលណាតែអ៊ីរ៉ង់បាញ់នៅតែមានកម្រើកគឺដូចឆ្មានឹងកដោអញ្ចឹងគឺឆ្មាកាន់តែកទ្រុបខំកដោនឹងឲ្យធ្លុះធ្លាយសាច់រឿងដែលសំខាន់គឺគេមានការរិះគន់លោកត្រាំរឿងមិនមែនរឿងវាយអ៊ីរ៉ង់ទេព្រោះមនុស្សមិនពេញចិត្តនៅក្នុងការវាយមែនក៏ប៉ុន្តែមនុស្សមិនពេញចិត្តរបបអ៊ីរ៉ង់នឹងច្រើនណាស់គេមិនចូលចិត្តអ៊ីរ៉ង់ដែលយកអាមេរិកយើងដែលគ្រប់គ្រងប្រទេសយកប្រទេសមួយទៀតធ្វើជាសត្រូវបន់ឲ្យតែចុះនរកអ៊ីរ៉ង់នេះសบายហើយឲ្យតែឮថាអាមេរិករងគ្រោះអីហ្នឹងគឺគេជប់លៀងហើយយើងធ្វើតែអញ្ចឹងដែរយើងផ្កើដាក់អាមេរិកមករហូតដែរបើខ្លួនឯងគ្រាន់បើមិនអីទេយើងផ្កើដាក់អាមេរិកនៅក្នុងន័យតែខ្លួនឯងតែគេដាក់ទៅខ្ចប់អញ្ចឹងណាឥឡូវនេះគឺមានការរិះគន់លោកត្រាំច្រើនអំពីការពំត្រណោតបាទរឿងពំត្រណោតនេះគឺដោយសារជំហរនិងយុទ្ធសាស្ត្ររបស់អាមេរិកមួយរយៈពេលកន្លងមកនេះថាបីដូចជាក្លែងក្លងបងប្អូនដែលមើលឃើញជំហររបស់អាមេរិកហ្នឹងក្លែងក្លងគឺនៅលើអ្វីដែលលោកត្រាំអ្នកនិយាយសារអញ្ចឹងប៉ុន្តែបងប្អូនសង្គ្រាមជាមួយអ៊ីរ៉ង់នេះណាវាមិនមែនស្រួលទេខ្ញុំជឿថ្នាក់ដឹកនាំដោយលោកត្រាំអីហ្នឹងក៏ពិបាកនៅក្នុងការព្យាករឥឡូវគេរិះគន់គាត់សំបីទៅថាដំបូងថាវាយតែ4ទៅ5សប្តាហ៍ទេឥឡូវនេះស្រាប់ដល់ពេលវាយបានប្រហែលហើយថាអ៊ីរ៉ង់ហ្នឹងដូចខ្ទេចខ្ទីអស់សង្គ្រាមនៅអ៊ីរ៉ង់ហ្នឹងដូចចប់អស់ហើយស្រាប់តែអ្នកនាំពាក្យរដ្ឋាភិបាលអាមេរិកគឺសេតវិមានអ្នកស្រី Caroline Leavitt ម្សិលមិញនេះថាអាចដល់6សប្តាហ៍ឃើញលើសបាន1សប្តាហ៍ទៀតហើយអាហ្នឹងរឿងមួយដែលគេថាហេតុអីបានដូចជាថាពំតណោតអញ្ចឹងយុទ្ធសាស្ត្ររបស់គាត់ថ្ងៃនេះបងប្អូនខ្ញុំចង់ជម្រាបដែរថាពំតណោតហ្នឹងមានន័យថាម៉េចពំតណោតហ្នឹងគឺបានន័យថាវារៀងជន់កែងឯងមិនច្បាស់លាស់ស្ទាក់ស្ទើរអញ្ចឹងណាភាសាខ្មែរគឺក្នុងន័យពំតណោតហ្នឹងគឺអញ្ចឹងបានន័យថានិយាយហើយដូចជាជន់កែងខ្លួនឯងបានន័យថាដូចជាខ្លួននិយាយថាដូច្នេះប៉ុន្តែអ្វីដែលជាទង្វើហ្នឹងគឺវាផ្ទុយទៅនឹងការនិយាយរបស់ខ្លួនដែលធ្វើឲ្យការនិយាយហ្នឹងវាធ្វើឲ្យប្រជាពលរដ្ឋនឹងឆ្ងល់ទៅវិញអញ្ចឹងទៅឥឡូវអ្វីដែលប្រជាពលរដ្ឋនៅតាមបណ្ដាញសង្គម
ឬក៏សារព័ត៌មានអន្តរជាតិនឹងជាពិសេសអ្នកដែលមិនពេញចិត្តនឹងលោកត្រាំនៅក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ហ្នឹងគឺឥឡូវម៉ោងនេះគេចង់និយាយថាតើច្បាស់នៅមានយុទ្ធសាស្ត្រអីច្បាស់លាស់ឬជាមួយអ៊ីរ៉ង់ឬនៅបានថាដូចជារៀងម្ដងថាសង្គ្រាមចប់ហើយប្រហែលថ្ងៃនេះគាត់ថាកំពុងតែបថយហ្គាបានន័យថាដូចភ្លើងដល់ចំណត់អញ្ចឹងបានន័យថាចិត្តបញ្ចប់ទាំងស្រុងហើយអញ្ចឹងអ្នកដែលស្ដាប់មកហ្នឹងគឺលួចថាដូចជាចប់ហើយអញ្ចឹងប៉ុន្តែហេតុអីបានជាដូចតែលឺតែវាយទៀតតែរហូតដូចតែលឺតែតដៃទៀតតែរហូតអីអញ្ចឹងថាអ៊ីរ៉ង់ដូចអស់ខ្ទេចខ្ទីអីអញ្ចឹងឧទាហរណ៍ណាថាបំផ្លាញប្រព័ន្ធនាវាចម្បាំងលិចក្នុងទឹកអស់ហើយប្រព័ន្ធអាកាសក៏លិចខ្ទេចខ្ទីអស់ហើយប្រព័ន្ធមីស៊ីលលើគោកលើអីខ្ទេចខ្ទីអស់ហើយអ៊ីរ៉ង់ហ្នឹងគឺលែងតដៃអីបានហើយប៉ុន្តែថាសង្គ្រាមហ្នឹងចប់ដោយបរិបូរណ៍ហើយប៉ុន្តែឥឡូវនេះម្សិលមួយថ្ងៃបញ្ជូនទ័ពអាមេរិក 2500 នាក់ទៅមជ្ឈមបូព៌ាឥឡូវថែមដល់ 2000 ទៀតទៅ 4500 នាក់មិនមែនទៅអ៊ីរ៉ង់ទេគឺទៅគាត់ថាយកកម្លាំងទៅត្រៀមនៅមជ្ឈមបូព៌ាអញ្ចឹងណាបងប្អូនអញ្ចឹងគេសួរទៀតថាអញ្ចឹងសង្គ្រាមហ្នឹងមិនដឹងចប់អង្កលទេអញ្ចឹងគេថាមកណាគួរតែដកទ័ពមកវិញហេតុអីបានជាបន្ថែមទ័ពទៅទៀតនេះជាចម្ងល់របស់គេបងប្អូនគេមានហេតុផលរបស់គេដែរហើយក្នុងពេលជាមួយគ្នាហ្នឹងបើថាសង្គ្រាមហ្នឹងវាដូចជាថាចប់ដូចលោកត្រាំថាមែនចុះហេតុអីបានជាម្សិលមិញស្នើថវិកា $200,000 លានពីរដ្ឋសភាដើម្បីទប់នឹងសង្គ្រាមអ៊ីរ៉ង់ហ្នឹងទៀតអានេះគេចេះតែសួរគាត់ទៀតណាបងប្អូនព្រោះអីមានកន្លែងខ្លះដែលគាត់បន្សល់ដានថាឲ្យគេឆ្ងល់ហើយឧទាហរណ៍ថាអ៊ីរ៉ង់ដូចជាខ្ទេចខ្ទីអស់លែងងើបរួចហើយចុះហេតុអីបានជាថ្ងៃនេះទៅពមៀនគេ48ម៉ោងដាក់អូសានវ៉ាតឲ្យគេបើកច្រកហូមូសហើយចុះបើសិនជាយើងបង្ក្រាបគេខ្ទេចខ្ទីបានអ៊ីរ៉ង់មិនអាចតដៃបានហេតុអីបានទៅបាច់ដាក់អូសានវ៉ាតទៅអីព្រោះអីវាខ្ទេចហើយអញ្ចឹងយើងអាចឲ្យកប៉ាល់ដឹកប្រេងអីចេញចូលបានអាមេរិកនៅកាងនៅនឹងបានអីអញ្ចឹងទៅហ្នឹងក៏ជាសំណួររបស់គេដែរហើយបន្តទៅទៀតគេសួរថាហេតុអីបានជាអាមេរិកស្ទាក់ស្ទើរនៅក្នុងការដែលដូចថាបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ហ្នឹងឬក៏អត់បានរៀបចំផែនការរយៈពេលវែងជាយុទ្ធសាស្ត្រអីទេហេតុអីបានពំតណោតជន់កែងខ្លួនឯងច្រើនរឿងអញ្ចឹងគេចោទលោកត្រាំរឿងដែលកើតឡើងហ្នឹងគឺយើងឃើញថាបើតាមសារព័ត៌មានអន្តរជាតិយើងមាន AP យើងមានសារព័ត៌មាន AFP មានអ្នករាយការណ៍ព័ត៌មានហ្នឹងគឺគេមានប្រភពសម្ងាត់ពីផ្ទៃក្នុងនៅក្នុងក្រមអ៊ីស្រាអែលនិងក្រមពួកសេតវិមានហ្នឹងដែលគេជជែកគ្នាអំពីយុទ្ធសាស្ត្រវាយសន្ធាប់ទៅអ៊ីរ៉ង់តាមពិតរឿងច្រកហូមូសនេះអត់មានអ្នកណាបង្ហើបពីដើមទីមកទេក៏ប៉ុន្តែទាំងអ្នកយុទ្ធសាស្ត្រសង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលសុទ្ធតែដឹងជាមុនរួចទៅហើយថាច្រកហូមូសនេះនឹងคล้ายទៅជាចំណុចចំណាប់ខ្មាំងមួយរបស់អ៊ីរ៉ង់ក្នុងការបិទសរសៃជីបចរនៃសម្ព័ន្ធមិត្តរបស់អាមេរិកគេដឹងរឿងហ្នឹងតាំងពីដើមមុននឹងវាយមកម្លេះប៉ុន្តែសំណួរសួរថាបើដឹងថាអ៊ីរ៉ង់នឹងបិទជីបចរកន្លែងហ្នឹងនឹងយកអាកន្លែងហ្នឹងជាចំណាប់ខ្មាំងតើបានត្រៀមខ្លួនយ៉ាងដូចម្ដេចហេតុអីក៏មកដល់ពេលហ្នឹងដូចជាអត់ទាន់មានយុទ្ធសាស្ត្រដើម្បីបិទបញ្ចប់រឿងហ្នឹងអញ្ចឹងនៅក្នុងការជជែកគ្នាដែលសុទ្ធតែអ្នកដែលរាយការណ៍ហ្នឹងប្រាប់ថាសុំមិនបញ្ចេញឈ្មោះប្រភពហ្នឹងគឺគេនិយាយថាអាមេរិកគឺបានដឹងច្បាស់ថាវាយអ៊ីរ៉ង់នេះណាមិនមែនធូរដោយអ្វីដែលជាការគិតទេគឺវាមានភាពស្មុគស្មាញច្រើនដែរស្មុគស្មាញច្រើនគឺដោយសារតែទី1គឺលក្ខណៈភូមិសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ដែលភាគច្រើនគេដឹងថាសភាវុធរបស់អ៊ីរ៉ង់លាក់នៅក្រោមរូងក្រោមដីហើយរូងក្រោមដីនេះគឺមែនតើគឺមានអាវុធយុទ្ធភ័ណ្ឌអាមេរិកដូចជា B52 ឬក៏ B យន្តហោះទម្លាក់ B2 ដែលទម្លាក់មានអាគ្រាប់បែកខួងដីរាប់តោនអីចូលទៅជំរឿរាប់សិបម៉ែត្រហើយបានផ្ទុះអីហ្នឹងតែរូងដីរូងភ្នំកន្លែងខ្លះវាជ្រៅលឹះនឹងដល់ទៅកន្លះគីឡូ1គីឡូដីគ្រាប់ហ្នឹងមិនអាចនឹងខួងទេព្រោះភ្នំភាគច្រើននៅអ៊ីរ៉ង់ហ្នឹងជាភ្នំថ្មមិនមែនដីទុនផុយអីទេដូច្នេះក៏គេដឹងថាវាមានភាពស្មុគស្មាញច្រើនដែរក៏ប៉ុន្តែយុទ្ធសាស្ត្ររបស់អាមេរិកនៅពេលនេះគឺដូចជាការគ្រោងទុកដែរគឺទី1គឺវាយដាច់ប្រព័ន្ធអាកាសរបស់អ៊ីរ៉ង់និងប្រព័ន្ធផ្លូវទឹករបស់អ៊ីរ៉ង់គឺដាច់អស់ហើយប្រព័ន្ធផ្លូវគោកផ្លូវអីហ្នឹងអ៊ីរ៉ង់ក៏អត់អាចងើបនៅលើបានដែរវាមាននៅក្នុងរូងដីទេដូច្នេះអញ្ចឹងអ្វីដែលអាមេរិកធ្វើបាននៅពេលនេះគឺត្រូវសង្គ្រប់អារូងដីហ្នឹងផ្ដាច់អាជីពចរហ្នឹងឲ្យអស់ប៉ុន្តែសួរថាផ្ដាច់ប៉ុណ្ណាប្រើពេលយូរប៉ុណ្ណាអញ្ចឹងហើយបានជាចុងក្រោយនេះទើបចេញជាយុទ្ធសាស្ត្រឱសានវ៉ាត48ម៉ោងគឺចាប់ផ្ដើមវាយដាច់ប្រព័ន្ធអគ្គិសនីចោលតែម្ដងប្រព័ន្ធអគ្គិសនីឬក៏រោងចក្រផលិតថាមពលនេះណាបើផ្ដាច់បានណាអារូងភ្នំទាំងអស់ហ្នឹងទាំង107ហ្នឹងអាចដាច់ភ្លើងទាំងអស់អត់អាចមានអគ្គិសនីចូលទៅបានទេអញ្ចឹងដូចយើងដូចរុនកដោដូចណាចង្រិតដូងអញ្ចឹងណាតែយើងចាក់ទឹកចូលគឺចេញមកអស់ហើយអញ្ចឹងដល់ពេលដែលអត់ភ្លើងអត់អគ្គិសនីអត់អុកស៊ីហ្សែនអត់អីចូលវាអាចនៅមានរូងភ្នំខ្លះវាមានគេត្រៀមខ្លួនអីបានខ្លះប៉ុន្តែរូងភ្នំជាច្រើនបិទចិត្តអស់ហើយនៅពេលដែលអត់មានខ្យល់អុកស៊ីហ្សែនអត់មានភ្លើងអគ្គិសនីចូលទៅបែបនេះមិនយូរទេនឹងចូលដល់ស្ថានភាពមហន្តរាយហើយសម្រាប់ប្រទេសអ៊ីរ៉ង់ដូច្នេះរឿងនេះអាចជាយុទ្ធសាស្ត្រចុងក្រោយរបស់អាមេរិកនៅក្នុងការគំរាមកំទេចរោងចក្រអគ្គិសនីហើយរោងចក្រអគ្គិសនីនេះមែនតើគឺជារឿងខុសច្បាប់មួយដ៏ធំទៀតតកតងនឹងសំណង់ស៊ីវិលណាបើសិនជាអង្គការសហប្រជាជាតិច្បាស់ជាថ្កោលទោសឲ្យព្រោះកន្លងមក
រុស្ស៊ីធ្លាប់ទម្លាក់គ្រាប់បែកទៅលើរោងចក្រផលិតអគ្គិសនីធម្មពលអគ្គិសនីរបស់អ៊ុយក្រែនហ្នឹងធ្វើឲ្យរដូវត្រជាក់ហ្នឹងប្រជាពលរដ្ឋអ៊ីរ៉ង់ប្រជាពលរដ្ឋអ៊ុយក្រែនហ្នឹងវេទនាមែនតើព្រោះអត់មានកម្ដៅអត់មានអីដើម្បីការពារនៅរដូវត្រជាក់អីចឹងណាគឺជាអំពើអមនុស្សធម៌ណាប៉ុន្តែអាមេរិកប្រហែលជាមិនអនុញ្ញាតឲ្យអ៊ីរ៉ង់នៅតែយកច្រកហ័រមូសធ្វើជាព្យុះភ្លៀងជាចំណាប់ខ្មាំងបានទៀតទេព្រោះរឿងនេះគឺតាក់ទងនឹងរឿងប្រេងកាតប្រេងឥន្ធនៈព្រោះច្រកហ័រមូសនេះគឺវាប៉ះពាល់ដូច domino effect គឺផលប៉ះពាល់ដូចបន្ទះ domino អញ្ចឹងតែច្រកហ័រមូសបិទគឺវាដួលគ្រប់កន្លែងសាំងឡើងថ្លៃប្រជាពលរដ្ឋក៏មានបញ្ហាសេដ្ឋកិច្ចក៏គាំងអីឡាក់នឹងឡាក់អញ្ចឹងត្រូវតែបើកច្រកនេះឲ្យចេញព្រោះឯអាមេរិកដែលគេចាត់ទុកថាគាត់ដូចជាឃ្លីងឃ្លោងពាន់តណោតហ្នឹងយើងឃើញហើយសុកស្រាប់អនុញ្ញាតឲ្យរុស្ស៊ីបញ្ចេញប្រេងមកអត់ដាក់ទណ្ឌកម្មទេធ្លាប់ដាក់ទណ្ឌកម្មរុស្ស៊ីរឿងនៅអ៊ុយក្រែនហ្នឹងរឿងហាមប្រទេសឥណ្ឌាឬក៏ប្រទេសដទៃទៀតកុំឲ្យទិញប្រេងពីរុស្ស៊ីដើម្បីឲ្យរុស្ស៊ីដាច់ដង្ហើមកុំឲ្យមានលុយផលិតអាវុធទម្លាក់គ្រាប់លើអ៊ុយក្រែនទៀតអាហ្នឹងគឺជាអ្វីដែលអាមេរិកធ្លាប់ធ្វើដល់ពេលគេបិទច្រកហ័រមូសអស់ប្រេងឡើងថ្លៃលោកត្រាំខ្លាចពិភពលោកថាមកពីលោកត្រាំហ្នឹងបានប្រេងឡើងថ្លៃដកទណ្ឌកម្មពីរុស្ស៊ីមួយរយៈពេលសិនអត់ឲ្យប្រទេសណាចង់និយាយប្រទេសដែលទិញប្រេងរុស្ស៊ីទិញចោះលែងដាក់ទណ្ឌកម្មលែងអីហើយដើម្បីឲ្យប្រេងហ្នឹងអាចចរាចរបានអាហ្នឹងរឿងរុស្ស៊ីមួយរឿងជាមួយអ៊ីរ៉ង់ក៏ចឹងដែរអាមេរិកដាក់ទណ្ឌកម្មអ៊ីរ៉ង់នេះរាប់សិបឆ្នាំហើយតែមកដល់ពេលនេះស្រាប់តែលើកទណ្ឌកម្មអ៊ីរ៉ង់តាក់ទងនឹងរឿងដឹកប្រេងហ្នឹងដែរព្រោះតប្រេងរបស់អ៊ីរ៉ង់ដឹកចេញពីសមុទ្រពីព្រំប្រទល់អ៊ីរ៉ង់ហ្នឹងចេញទៅក្នុងដែនសមុទ្រអន្តរជាតិហ្នឹងមានដល់ទៅ170លានបារ៉ែលគឺធុងដូច្នេះអាមេរិកគិតថាបើដាក់ទណ្ឌកម្មអ៊ីរ៉ង់គឺប្រេងហ្នឹងអាចលក់បានវាទៅធ្វើឲ្យតម្លៃទីផ្សារប្រេងហ្នឹងគឺវាថ្លៃអញ្ចឹងសុកចិត្តអាកាត់មួយគឺថាបទូបថយអត់យកទណ្ឌកម្មអ៊ីរ៉ង់ដកក្នុងបណ្ដោះអាសន្នហ្នឹងឲ្យលក់ប្រេងហ្នឹងបានចោះអញ្ចឹងទៅបានប្រជាពលរដ្ឋឬក៏អ្នកវិភាគថាមិនចឹងលោកត្រាំដូចយើងឃ្លេងឃ្លោងពំតណោតខ្លួនឯងម៉េចតែលក់ប្រេងឬក៏ទិញប្រេងអ៊ីរ៉ង់បានន័យថាដូចជាផ្គត់ផ្គង់គ្រឿងសព្វាវុធអ៊ីរ៉ង់ទៀតហើយប៉ុន្តែបងប្អូននៅពេលនេះអត់ដូចពេលមុនទេបើទោះបីជាអ៊ីរ៉ង់លក់ប្រេងបានក៏ដោយក៏លុយហ្នឹងមិនអាចយកទៅបំពោកសព្វាវុធអីបានប្រហែលទេព្រោះអាមេរិកបំផ្លាញខ្ទេចខ្ទីអស់ច្រើនហើយយ៉ាងណាក៏វាសឹងតែខ្ទេចខ្ទីនៅក្នុងប្រព័ន្ធកំជ្រួចប្រព័ន្ធអីរបស់អ៊ីរ៉ង់អីនឹងប្រព័ន្ធការពារជាតិគេនោះណាតែសំខាន់បើយើងមើលក៏វាមានហេតុផលសមស្របមួយដែរព្រោះអាមេរិកឲ្យលក់ប្រេងដោយបណ្ដោះអាសន្ននេះដោយសារកលតិស័កនេះបើសិនជាមានទណ្ឌកម្មនេះគឺប្រេងលក់អត់បានចឹងប្រេងឡើងថ្លៃអញ្ចឹងក៏វាសមហេតុសមផលថាគាត់ប្រហែលជាមិន flip flop ឬក៏ថាបាត់ដៃខ្នងដៃអីប្រហែលម្ដងដាក់ទណ្ឌកម្មម្ដងមកដាក់ទណ្ឌកម្មដែរព្រោះអីអ្នកណាក៏យល់ដែរថាបើជាប់ទណ្ឌកម្មប្រេងលក់អត់បានទីផ្សារប្រេងនៅលើពិភពលោកឡើងថ្លៃព្រោះអាមេរិកមិនមែនដើម្បីបុព្វហេតុអាមេរិកអីទៀតទេគឺដើម្បីបុព្វហេតុពិភពលោកដែរនៅពេលដែលឲ្យលក់ប្រេងហ្នឹងទៅកុំឲ្យប្រេងឡើងថ្លៃដល់មួយធុង$120អីទៀតព្រោះឥឡូវនៅត្រឹម112អីហ្នឹងបើបញ្ចេញឲ្យកាន់តែច្រើនទៅវាអាចនឹងលក់បានអញ្ចឹងការដែលគេចោទលោកត្រាំថារៀងដូចពំតណោតហ្នឹងវាមានហេតុផលសមរម្យរបស់គេក៏ប៉ុន្តែកលតិស័កនេះអ្នកណាក៏ពិបាកដែរព្រោះទី1គឺលោកត្រាំអត់អាចបញ្ជូនទ័ពថ្មើរជើងទៅអ៊ីរ៉ង់បានទេប្រជាពលរដ្ឋអាមេរិកទាំងអស់គឺជំទាស់ការបញ្ជូនទ័ពថ្មើរជើងព្រោះអីទ័ពថ្មើរជើងទៅគឺនឹងស្លាប់ដោយអាសាបងហើយគឺបើអាចកំទេចពីដែនអាកាសបានគឺគេមិនគ្រប់គ្រងការដែលវាយប្រហារអ៊ីរ៉ង់មែនប៉ុន្តែគេមិនជំទាស់រឿងការដែលវាយប្រហារតាមដែនអាកាសទេកុំឲ្យយកមនុស្សយកទៅដាក់អញ្ចឹងហើយបានជាលោកត្រាំប្រាប់គេម្សិលមិញនេះគាត់ថាពីដំបូងឡើងគាត់ថាអត់មានប្រកែករឿងការបញ្ជូនទ័ពថ្មើរជើងទៅអ៊ីរ៉ង់ឯងគាត់អត់ដែលគិតថាអានឹងជាជំរឿសដែលត្រូវកវត្តចោលទេគឺនៅតែគិតពិចារណាអញ្ចឹងប៉ុន្តែប្រហែលថ្ងៃនេះគាត់មានចំហច្បាស់លាស់មួយគឺថាគាត់អត់មានបញ្ជូនទ័ពថ្មើរជើងអាមេរិកទៅអ៊ីរ៉ង់កន្លែងណាមួយទេប៉ុន្តែបញ្ជូនទៅមជ្ឈមបូព៌ាបានដែរទៅមូលដ្ឋានទ័ពអាមេរិកអីចឹងទៅអញ្ចឹងការដែលផ្លាស់ប្ដូរចំហរបស់លោកត្រាំតែកាលពីដើមឡើយថានឹងចង់បញ្ជូនទ័ពថ្មើរជើងនេះខ្ញុំជឿថាជាសារមួយគម្រាមដល់អ៊ីរ៉ង់ថាតិចទៀតមានទ័ពថ្មើរជើងទៅដល់លុកលុយចូលដល់ដែនអធិបតេយ្យរបស់អ្នកឯងបើសិនជាមិនលើកទង់សអាហ្នឹងអាចជាយុទ្ធសាស្ត្របែបហ្នឹងប៉ុន្តែប្រហែលជាឥឡូវគាត់ច្បាស់ថាអ៊ីរ៉ង់ទុនដៃទុនជើងអស់ហើយមិនចាំបាច់ដាក់ទ័ពថ្មើរជើងទៅក៏បានដែរវាអាចអញ្ចឹងដែរឬក៏វាអាចលោកត្រាំខ្លួនលោករងសម្ពាធពីផ្ទៃក្នុងនៅក្នុងសហរដ្ឋអាមេរិកដែលមិនឲ្យយកទាហានអាមេរិកទៅចុះនៅក្នុងមូលដ្ឋានឬក៏ដែនអធិបតេយ្យរបស់អ៊ីរ៉ង់ហ្នឹងខ្លាចស្លាប់ទាហានអាមេរិកហើយអញ្ចឹងបើសិនជានេះវាយពីដែនអាកាសអញ្ចឹងទៅឲ្យអាមេរិកចុះចាញ់លើកទង់សទៅកុំឲ្យស្លាប់ទាហានអាមេរិកឯងព្រោះមកដល់ម៉ោងនេះទាហានអាមេរិកស្លាប់13នាក់ហើយប៉ុន្តែទាហានអាមេរិកស្លាប់13នាក់ហ្នឹងគឺមនុស្សដែលស្លាប់ទាំងអស់នៅក្នុងសង្គ្រាមនេះឡើងដល់1400នាក់ជាងហើយច្រើនជាងនៅលីបង់គឺមាន1000នាក់ហើយអញ្ចឹងនៅអ៊ីរ៉ង់ហ្នឹងគឺស្លាប់តែ300-400នាក់ច្រើនជាងគេគឺសាលារៀនបឋមសិក្សាមួយដែលស្លាប់កូនសិស្សច្រើនណាស់ដូចជា130នាក់អីនោះវាច្រើនមែនតើនេះគឺជាការកម្មចិត្តមួយដែរនៅក្នុងសង្គ្រាមប៉ុន្តែបើយើងមើលទំហំនៃការវាយប្រហារគឺអ៊ីរ៉ង់បានត្រៀមខ្លួនរួចទៅហើយលាក់ខ្លួននៅក្រោមដីអញ្ចឹងហើយបានជាប្រជាពលរដ្ឋអ៊ីរ៉ង់ឬក៏ទាហានអ៊ីរ៉ង់ហ្នឹងមិនស្លាប់ច្រើនដូចតែចេញមកប្រយុទ្ធគ្នាប្រាវលើគោកឯព្រោះចូលក្រោមរូងអស់ហើយបាទអញ្ចឹងហើយអារូងហ្នឹងហើយដែលចុងក្រោយអាមេរិកចង់ទៅបិទអារូងហ្នឹងឲ្យចិត្តផ្ដាច់ភ្លើងផ្ដាច់ទឹកអីទៅវាអាចនឹងតែអ៊ីរ៉ង់គេថាគេនឹងផ្ដាច់ទឹកផ្ដាច់ភ្លើងនៅក្នុងក្រុមសម្ព័ន្ធមិត្តគឺគេប្លង់ដាក់ទៀតប៉ុន្តែប្លង់ដាក់អីបើអ៊ីរ៉ង់ប្លង់ដាក់បានហើយកុំតិចហេដ្ឋារចនាសម្ព័ន្ធនឹងបានអ៊ីរ៉ង់ធ្វើហើយប្រឹងតែប្រឹងវាមិនរួចព្រោះសម្ព័ន្ធមិត្តគេមានប្រព័ន្ធការពារកញ្ជ្រួចអ៊ីរ៉ង់ដែរអញ្ចឹងអ៊ីរ៉ង់បាញ់កាន់តែច្រើនអ៊ីរ៉ង់ចាប់ផ្ដើមបើកទីតាំងដែលអ៊ីរ៉ង់លាក់ទុកអាវុធហ្នឹងកាន់តែច្រើនអាមេរិកកាន់តែទម្លាក់គ្រាប់កាន់តែសន្ធាប់អារូងភ្នំហ្នឹងកាន់តែជិតដូច្នេះអ៊ីរ៉ង់អស់មានឱកាសឲ្យបងប្អូនមកដល់ម៉ោងនេះគឺវាពិបាកដែរយើងគិតថាជាការតស៊ូរបស់គាត់ដែរប៉ុន្តែខ្ញុំជឿថានៅទីបញ្ចប់គឺទៅឡើងរួចហើយ